ហើយសាក់ក៏រុញចេននេះអំលឹកក្រែបន្ទាប់មកសាក់ក៏អោនទៅថាបចេននេះនៅពេលនោះសូមជូនរឿងកំឡោះទីក្រុងក្រមុំជនបទផ្ដើមសាច់រឿងយើងដំបូងឡើយគឺមានគូស្នេហ៍មួយគូកំពុងទៅជិះឡានជាមួយនឹងគ្នាយ៉ាងសប្បាយនៅពេលនោះពួកគេក៏បានសន្យាគ្នាថាអូនសម្លាញ់នេះគឺជាឡានថ្មីដែលបងទើបតែទិញវាតើអូនចូលចិត្តទេចាបងសម្លាញ់វាពិតជាស្អាតខ្លាំងណាស់ហើយអូនក៏សប្បាយចិត្តផងដែរដែលថ្ងៃនេះបងនាំអូនដើរលេងអរគុណបងសម្លាញ់ប្រកាសណាស់អូនសម្លាញ់អូនគឺជាសំណប់ចិត្តរបស់បងមិនថាអូនចង់បានអ្វីទេបងនឹងប្រគល់ឲ្យអូនទាំងអស់មិនក្អីបងសម្លាញ់អូនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលមានបងជាសង្សាររបស់អូនបើអញ្ចឹងតើអូនមានរង្វាន់អីឲ្យបងអត់ប្រកាសណាស់បងសម្លាញ់តើអញ្ចឹងលឿនឡើងទៅហើយសាក់ក៏រុញចេននេះអំលឹកក្រែបន្ទាប់មកសាក់ក៏អោនទៅថាបចេននេះនៅពេលនោះស្រាប់តែទូរស័ព្ទរបស់សាក់ក៏បានរោឡើងឥឡូវលោកប៉ាតើលោកប៉ាខលមកកូននៅពេលនេះមានការអីមែនទេសក់ពេលនេះលោកតារបស់ឯងឈឺធ្ងន់ខ្លាំងណាស់គាត់ចង់ជួបឯងដូច្នេះឯងត្រូវត្រឡប់មកវិញជាបន្ទាន់លោកប៉ាក្រែងថ្ងៃមុនសុខភាពរបស់លោកតាល្អប្រសើរតែហេតុអីបានជាពេលនេះបែរជាមិនស្រួលខ្លួនទៅវិញកុំនិយាយច្រើនពេកបើឯងមិនចង់ស្ដាយក្រោយទេឆាប់ត្រឡប់មកវិញជាបន្ទាន់ភ្លាមបាទលោកប៉ាកូននឹងឆាប់ទៅភ្លាមលោកប៉ាពេលនេះខ្ញុំបានខលប្រាប់គេរួចហើយមើលទៅគេដូចជាភ័យណាស់ហើយក៏កំពុងតែរៀបចំខ្លួនត្រឡប់មកវិញដែរលោកប៉ាតើពួកយើងធ្វើបែបនេះតើគេមិនចាប់បានទេមែនទេកូនខ្លាចតែកុំរំអីគេនឹងត្រឡប់មកវិញបើយើងមិនធ្វើបែបនេះទេគេនឹងត្រឡប់មកវិញទេហើយចំកនេះចំជាខូចមែនទែនបងសម្លាញ់តើបងមានរឿងអ្វីនឹងជាមើលតែបងដូចជាភ័យខ្លាំងម្ល៉េះតើបងប្រញាប់ទៅណាគឺលោកតារបស់បងគាត់ឈឺហើយដូច្នេះបងត្រូវប្រញាប់ត្រឡប់ទៅវិញដើម្បីមើលថែគាត់ហើយចុះបើបងទៅបាត់តើអូនវិញគិតយ៉ាងណាឬមួយក៏បងចង់ទុកអូនចំនៅឯនៅទីនេះមែនទេឬមួយក៏បងឈប់ស្រឡាញ់អូនហើយអត់ទេអូនសម្លាញ់បងនៅតែស្រឡាញ់អូនប៉ុន្តែបងត្រូវត្រឡប់ទៅវិញព្រោះលោកតារបស់បងឈឺអូនកុំបារម្ភអីពេលបងទៅដល់ផ្ទះបងនឹងរកឱកាសប្រាប់លោកប៉ានិងអ្នកម៉ាក់របស់បងអំពីអូនហើយពួកយើងនឹងរៀបការជាមួយគ្នានៅឆាប់នេះប៉ុន្តែអូនខ្លាចពួកគាត់មិនយល់ព្រមឲ្យពួកយើងរៀបការជាមួយនឹងគ្នាក្មេងល្ងងលោកតានិងប៉ាម៉ាក់របស់បងពួកគាត់ស្រឡាញ់បងណាស់ព្រោះពួកគាត់មានតែបងម្នាក់ទេដូច្នេះហើយពួកគាត់នឹងមិនធ្វើឲ្យបងខូចចិត្តឡើយហើយកុំបារម្ភអំពីប្រាក់បងនឹងផ្ញើអូនសម្រាប់ចាយវាជារៀងរាល់ខែណាអូនសម្លាញ់អូខេអញ្ចឹងក៏បានតែបងត្រូវសន្យាថានឹងត្រឡប់មករកអូនវិញបន្ទាប់មកសាក់ក៏បានហោះហើរត្រឡប់មកប្រទេសវិញនៅពេលមកដល់ផ្ទះបងសម្លាញ់មកកូនរបស់យើងបានមកហើយទៅនោះបងដឹងហើយអូនបងនៅតែអូននឹងកូនតែកុំធ្វើឲ្យគេភ្ញាក់ផ្អើលជំរាបសួរលោកប៉ាអ្នកម៉ាក់កូនត្រឡប់មកវិញហើយលោកប៉ាគឺមើលទៅនៅតែសង្ហាដដែលឯអ្នកម៉ាក់វិញក៏នៅតែក្មេងជាងមុនដដែលកូនស្ទើរតែមើលទៅមិនស្គាល់លោកយូរហើយនៅតែមាត់ផ្អែមដដែលកូននេះកូននិយាយមែនណាអ្នកម៉ាក់កូនមិនមែនបញ្ចូលអ្នកម៉ាក់ទេតែអ្នកម៉ាក់ពិតជាក្មេងពិតមែននេះអូនប្រកាសជាចេញបោកគេទៀតហើយអូនក៏ដឹងថាអលអត់មួយនោះគឺវាខូចយ៉ាងណាដែរតោះឥឡូវយើងឆាប់ចូលទៅផ្ទះទៅលោកតាគឺនៅចាំកូននៅខាងក្នុងលោកប៉ាចាលោកតាមានរឿងអីបានជាលោកប៉ាខលមកកូនមកខំបែបនេះឆាប់ចូលទៅកុំឲ្យមនុស្សចាស់រងចាំយូរអីតោះនៅឡើងកូនបាទលោកប៉ាតោះបន្ទាប់ពីនិយាយគ្នារួចហើយពួកគេក៏បានដើរចូលទៅក្នុងផ្ទះចំណែកឯលោកតារបស់សាក់ក៏បានអង្គុយចាំសាក់រួចជាស្រេចនៅពេលនោះសាក់ក៏បានចូលទៅដល់ហើយក៏បានសួរលោកតាថាលោកតាចាយត្រឡប់មកវិញហើយតែជំងឺរបស់លោកតាយ៉ាងម៉េចហើយតើលោកតាឈឺត្រង់ណាខ្លះលោកតាក្រែងលោកប៉ាប្រាប់ថាលោកតាឈឺធ្ងន់ខ្លាំងណាស់ហេតុអីបានលោកតាអង្គុយអានសៀវភៅទៅមួយថ្ងៃបែបនេះឬមួយក៏លោកតាក៏ហក់ចាយលោកប៉ារបស់ចៅគឺគេមិនបានកុហកចៅទេគឺលោកតាពិតជាឈឺពិតមែនដូច្នេះហើយទើបគេខលទៅចៅហ
ហើយពេលនេះគឺតាមិនអីទេគឺតាបានធូរស្បើយខ្លះហើយល្អណាស់លោកតាបានចឹងមែនចៅបានធូរចិត្តខ្លះហើយសាក់ចៅសម្លាញ់គឺវាដល់ពេលវេលាហើយដែលតាត្រូវប្រាប់ចៅអំពីរឿងមួយនេះប៉ុន្តែតាហៅចៅមកនេះគឺមិនមែនដោយសារតែរឿងតាឈឺនោះទេគឺនៅមានរឿងមួយទៀតដែលត្រូវឲ្យចៅធ្វើតើវាជារឿងអ្វីទៅលោកតាតើវាសំខាន់ដែរឬទេមែនហើយចៅវាគឺជារឿងសំខាន់ខ្លាំងណាស់ដែលតាត្រូវឲ្យចៅធ្វើតើជារឿងអ្វីទៅលោកតាចាប់ប្រាប់ចៅព្រាមមកមុននឹងតាប្រាប់ចៅត្រូវសន្យាជាមួយនឹងតាសិនថាចៅនឹងធ្វើវាឲ្យបានបើពុំនោះទេពេលដែលតាស្លាប់ទៅប្រកាសជាបាត់ភ្នែកមិនចិត្តឡើយលោកតាចៅនឹងព្យាយាមធ្វើវាឲ្យបានចៅសន្យាចៅមិនឲ្យលោកតាខកបំណងទេរឿងនឹងគឺចាស់ទេគឺលោកតាមានមិត្តសម្លាញ់ម្នាក់ដែលពួកយើងគឺជាសម្លាញ់ស្លាប់រស់នឹងគ្នាហើយគ្រួសាររបស់យើងបច្ចុប្បន្នមានមុខមាត់ដល់ពេលនេះក៏ដោយសារតែបានគេជួយយើងដែរហើយកាលពីនៅក្មេងនោះគឺលោកតាបានសន្យានឹងគ្នាថាពួកយើងនឹងធ្វើជាដណ្ដរនឹងគ្នាប៉ុន្តែលោកតាមានប៉ារបស់ឯងហើយមិត្តភក្តិរបស់លោកតាក៏គេមានកូនប្រុសដូចគ្នាដូច្នេះហើយទើបពួកយើងមិនអាចសំគុំពួកគេបានទើបពួកយើងនឹងសំគុំពួកចៅជាមួយគ្នាព្រោះលោកតាមានចៅហើយមិត្តភក្តិរបស់តាក៏គេមានចៅស្រីម្នាក់ដែរគ្រាន់តែថាឪពុកម្ដាយរបស់នាងបានគ្រោះថ្នាក់ចរាចរណ៍ស្លាប់អស់ហើយនាងជាក្មេងកំព្រាដូច្នេះហើយលោកតាត្រូវតែធ្វើតាមសន្យាជាមួយនឹងមិត្តភក្តិដូច្នេះចៅត្រូវតែជួយលោកតាក្នុងរឿងនេះផងណាប៉ុន្តែអត់ទេលោកតាចៅមិនព្រមទេចៅមិនអាចធ្វើបែបនេះបានទេព្រោះចៅមានមនុស្សដែលចៅស្រឡាញ់ហើយចៅមកលើកនេះគឺចង់ណែនាំនាងទៅឲ្យលោកតានិងលោកប៉ាអ្នកម៉ាក់បានស្គាល់មិនមែនមកដើម្បីរៀបការជាមួយអ្នកណាម្នាក់ឡើយចៅមិនព្រមទេនៅក្នុងរឿងនេះមិនបានទេតាបានសន្យានឹងគេរួចហើយដូច្នេះហើយទោះបីជាចៅមិនព្រមក៏ចៅត្រូវតែធ្វើដែរមិនអាចប្រកែកបានឡើយអត់ទេលោកតាចៅមិនព្រមទេចៅមានមនុស្សដែលចៅស្រឡាញ់ហើយចៅមិនព្រមរៀបការជាមួយនរណាផ្សេងឡើយលោកប៉ាអ្នកម៉ាក់ឆាប់ជួយនិយាយជាមួយនឹងលោកតាផងថាកូនមិនព្រមទេកូនមានមនុស្សដែលកូនស្រឡាញ់ហើយមែនហើយកូនសាក់កូនគួរតែស្ដាប់តាមលោកតាទៅលោកតាគឺចង់ឲ្យកូនល្អទេចំណែកឯក្មួយពិសីវិញនាងក៏ជាក្មេងល្អដែរដូច្នេះហើយកូនគួរតែពិចារណាមើលទៅអត់ទេអ្នកម៉ាក់លោកប៉ាលោកតាកូនមិនព្រមទេបើសិនជាអ្នកទាំងអស់គ្នានៅតែបង្ខំខ្ញុំទៀតខ្ញុំនឹងចេញពីផ្ទះមិនត្រឡប់មកវិញទេមិនបានទេឯងត្រូវតែរៀបការហើយបើឯងគិតសម្រេចថាចេញពីផ្ទះឯងកុំត្រឡប់មកវិញអសោះយើងនឹងកាត់ការឯងចោលឯងនឹងមិនមែនជាចៅរបស់យើងទៀតទេសាក់ជប់សិនកូនសាក់ឲ្យវាទៅមិនបាយហើយវាមកវិញទេហើយបិទរាល់ការចំណាយរបស់វាចោលទាំងអស់យើងចង់ដឹងថាបើគេទៅរស់នៅដោយគ្មានលុយតើគេអាចរស់នៅបានយ៉ាងណាលោកប៉ាតើពួកយើងធ្វើបែបនេះតើវាមិនជ្រុលពេកទេដឹងអីកូនខ្លាចតែគេវាមិនហួសហេតុទេតាំងពីតូចរហូតដល់ធំមកពួកយើងទម្រើសគេខ្លាំងណាស់ហើយទើបខ្លាចទៅជាបែបនេះដូច្នេះហើយពេលនេះគឺជាពេលវេលាដ៏ល្អសម្រាប់ពុតគេម្ដងបើគេមិនកែចរិតទេតើមរតកដែលយើងប្រគល់ឲ្យគេតើនឹងទៅជាយ៉ាងណាបាទកូនស្ដាប់តាមលោកប៉ាចុះចាស់លោកប៉ាអញ្ចឹងតើពួកយើងគួរធ្វើយ៉ាងណាបន្តទៀតទៅទុកពេលវេលាឲ្យគេសិនទេមិនយូរទេគេនឹងត្រឡប់មកវិញហើយនឹងយល់ព្រមរៀបការជាមួយនឹងចៅផ្សេងជាមិនខានទេតើលោកប៉ាច្បាស់ទេថាគេនឹងយល់ព្រមរៀបការជាមួយនឹងក្មួយពិសីនោះមើលទៅគេដូចជារឹងក្បាលខ្លាំងណាស់គឺប៉ាជឿជាក់ 100% ឯងក៏ដឹងថាកូនរបស់ឯងនេះគ្មានចេះធ្វើស្អីទេរាល់ថ្ងៃចេះចាយតែលុយតែប៉ុណ្ណោះតែឥឡូវនេះយើងបានបិទការធនាគារគេអស់ហើយឯងគិតតែមើលតែគេបានលុយឯណាយកមកចាយគេគ្មានជំរឿសផ្សេងក្រៅពីយល់ព្រមនោះទេអូពិតមែនហើយខ្ញុំភ្លេចរឿងនេះឲ្យឈឹងទៅចំណែកសាក់វិញគេខឹងអ្នកផ្ទះយ៉ាងខ្លាំងក៏បានចូលទៅក្នុងឡានហើយក៏បើកចេញទៅពុទ្ធោអើយហេតុអីបានលោកតាលោកប៉ាអ្នកម៉ាក់ធ្វើបែបនេះចំពោះខ្ញុំ
ខ្ញុំជាកូនប្រុសតែមួយរបស់គាត់មិនគួរណាធ្វើបែបនេះចំពោះខ្ញុំទេហើយពិតជាគួរឲ្យខឹងមែនហើយតាអ្នកណាខលមករញ៉េរញ៉ៃទៀតហើយកំពុងតែមួម៉ៅផងហ៎អូនចេននេះតាអាឡូចេននេះតើអូនមានការអីមែនទេឬមួយក៏អូននឹកបង ពុតធ្វើអីបងសម្លាញ់ព្រោះតែអូននឹកបងនឹងនៅតែអូនខកតែបងព្រោះបងតែយូរហើយមិនឃើញបងខំមកអូនវិញសោះតែអូនគិតថាបងប្រហែលជាភ្លេចអូនហើយមើលទៅមិនឃើញបងខំមកអូនសោះ ពុតធួយអូនសម្លាញ់បងធ្វើមិននឹងអាចភ្លេចអូនបានទៅបងមិនបានខលទៅអូនដោយសារតែបងមានធុរៈខ្លះទៅមិនមានពេលខលទៅអូនតើអូនសុខសប្បាយជាទេ ចាបងសម្លាញ់អូនសុខសប្បាយជាតិទេក្រែមិនសូវសប្បាយចិត្តព្រោះតែគ្មានបងនៅក្បែរអូន ពុទ្ធោអើយហេតុអីក៏អូនសំដីផ្អែមយ៉ាងនេះអូនធ្វើឲ្យបងស្រឡាញ់អូនដកចិត្តមិនរួចទេនេះហើយអូនសំដីផ្អែមបែបនេះតើអូនចង់បានអីទៀតហើយមែនទេចាប់ប្រាប់បងមក អត់ទេបងសម្លាញ់អូនសម្ដីផ្អែមជាមួយនឹងបងបែបនេះតែរហូតអីតាគឺថាអូនខកទៅនេះគឺថាអូនត្រូវការប្រាក់ខ្លះទិញសម្ភារៈសិក្សាដើម្បីការសិក្សារបស់អូនតើបងអាចផ្ញើប្រាក់ឲ្យអូនខ្លះបានទេ អូតែប៉ុណ្ណឹងទេមិនអីទេចាំបងផ្ញើឲ្យអូនកុំភ័យអីមានបងហើយអូនកុំបារម្ភអីណាចាំបងផ្ញើប្រាក់ឲ្យអូន ហើយអរគុណបងសម្លាញ់បងពិតជាល្អជាមួយនឹងអូនខ្លាំងណាស់អូនគិតជាស្រឡាញ់បងខ្លាំងអូបងសម្លាញ់ចឹងប៉ុណ្ណឹងសិនបានហើយគឺអូនមានរវល់បន្តិចគឺមិត្តភក្តិរបស់អូនហៅអូនឲ្យទៅធ្វើកិច្ចការសាលាជាមួយនឹងគេអញ្ចឹងប៉ុណ្ណឹងសិនហើយបងសម្លាញ់បាយបាយ ឈប់សិនចិននេះបងមិនទាន់និយាយហើយទេបិទបាត់ហើយយ៉ាប់មិនក្មេងនេះយ៉ាងមិនទៅអូនសម្លាញ់តើសុំលុយពីអាល្ងងនោះបានប្រមាណដែរ អូគឺបានដូចតែរាល់ដងអញ្ចឹងណាបងសម្លាញ់តែប៉ុណ្ណឹងគឺពួកយើងបានរួចមកគ្រាទៀតហើយ ល្អណាស់អូនសម្លាញ់អាល្ងើមួយនោះវាដូចជាឆ្នាំងបាយរបស់យើងអញ្ចឹងដូច្នេះហើយមិនត្រូវឲ្យវាដឹងពីទំនាក់ទំនងរបស់ពួកយើងទេ ប្រកាសណាស់បងសម្លាញ់អូនគ្មានផ្លូវឲ្យគេដឹងនោះទេតោះឥឡូវនេះតើបងមានរង្វាន់អីឲ្យអូនដែរ ប្រកាសណាស់សំណប់ចិត្តរបស់បងប្រកាសជាមានរង្វាន់ឲ្យអូនហើយតោះចូលមកបងនឹងឲ្យរង្វាន់អូនមួយ ហើយបងនេះពិតជាក្បាលខូចខ្លាំងណាស់ ចំណែកឯសាក់វិញគេបានព្យាយាមផ្ញើលុយទៅចេននេះប៉ុន្តែផ្ញើមិនចេញសោះដូច្នេះហើយគេក៏បានខលទៅខាងធនាគារហើយខាងធនាគារក៏បានប្រាប់គេថាគណនីរបស់គេត្រូវបានបង្កក់ហើយគេមិនអាចផ្ញើលុយចេញឬមួយក៏ប្រើប្រាស់ប្រាក់នៅក្នុងគណនីរបស់គេបានទេដូច្នេះសាក់ខឹងខ្លាំងណាស់គេក៏បានខលទៅសួរម៉ាក់របស់គេអាឡូអ្នកម៉ាក់ ឥឡូវគុណសាក់ អ្នកម៉ាក់ហេតុអីបានជាអ្នកម៉ាក់បង្កក់ប្រាក់របស់កូននៅក្នុងធនាគារបែបនេះតែអ្នកម៉ាក់ធ្វើបែបនេះមានន័យថាម៉េច អត់ទេកូនម៉ាក់គ្មានសមត្ថភាពធ្វើរឿងបែបនេះទេកូនក៏ដឹងស្រាប់ហើយអ្នកដែលមានសមត្ថភាពធ្វើវាបានគឺមានតែលោកតារបស់កូនតែប៉ុណ្ណោះឯងព្រោះគាត់ជាអ្នកប្រាប់ខាងធនាគារឲ្យធ្វើបែបនេះដូច្នេះហើយម៉ាក់មិនបានធ្វើវាទេហើយបើកូនចង់បានប្រាក់ត្រឡប់មកវិញកូនត្រូវតែធ្វើតាមលោកតាចង់ឲ្យកូនរៀបការជាមួយនឹងក្មួយពិសីបន្ទាប់ពីកូនរៀបការជាមួយនឹងក្មួយពិសីហើយលោកតានឹងបើកគណនីឲ្យកូនអាចប្រើប្រាស់វិញធម្មតាបាន អត់ទេអ្នកម៉ាក់កូនគ្មានផ្លូវធ្វើតាមលោកតានោះទេកូនមានមនុស្សដែលកូនស្រឡាញ់ហើយបើលោកតាពិតជាចង់ធ្វើបែបនេះមែនបានឲ្យគាត់ធ្វើចុះកូននឹងមិនព្រមត្រឡប់ទៅវិញទេ ពុទ្ធោអើយសាកូនគ្រាន់តែព្រមតាមលោកតាទៅតាមពិតទៅក្មួយពិសីនាងគឺជាមនុស្សល្អខ្លាំងណាស់កូនគួរតែសាកល្បងជាមួយនឹងនាងសិនទៅណាចំណែកឯសង្សាររបស់កូននោះចាំយ៉ាងម៉េចយ៉ាងម៉ាបើសិនជាកូនរៀបការហើយមិនអាចស្រឡាញ់គ្នាទេចាំកូនលែងលះជាមួយក្មួយពិសីមករកនាងវិញក៏បានដែរម៉ាក់សុំវរកូនធ្វើតាមលោកតាទៅ អ្នកម៉ាក់ប៉ុន្តែបើធ្វើបែបនេះតើអូនចេននេះនឹងគិតយ៉ាងណាមកលើកូនធ្វើបែបនេះគឺធ្វើឲ្យនាងខូចចិត្តនឹងណាដូច្នេះហើយគឺកូនប្រហែលជាមិនអាចធ្វើតាមអ្វីដែលអ្នកម៉ាក់សុំបានទេគឺវាពិតជា
ពិបាកណាស់សម្រាប់កូនហើយអូនចេះនេះនាងប្រកាសជាខូចចិត្តជាមិនខាននោះទេ ឥឡូវចាស់បើសិនជាកូនខ្លាចនាងខូចចិត្តលើកូនធ្វើតាមម៉ាក់ទៅម៉ាក់មានវិធីមួយកូនគ្រាន់តែមករៀបការជាមួយនឹងក្មួយពិសីសិនទៅរយៈពេល2 ឆ្នាំដែលលោកតាកំណត់ប្រសិនបើកូន